Sigma boy, Sigma boy, Sigma boy. Ai cô mẹ សួស្តីគ្នាគេទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំថ្ងៃនេះដែរខ្ញុំមកធ្វើការលេង Hello Neighbor ដែលក្នុងเกมហ្នឹងគឺយើងលេងនៅលើ Roblox ហើយក្នុងเกมហ្នឹងដែរគឺវាមាន3 episode ឬក៏3វគ្គបើសិនជាគ្នាយើងក៏លេងទៅមើល screen game របស់យើងគឺវាមាន action 1រហូតដល់ action 3បានន័យថាវាមាន action 1 action 2 action 3ហើយនៅក្នុងវីដេអូនេះដែរគឺមានតែ action 1ទេបើសិនជាអ្នកចង់តាមដាន action 2 action 3អ្នកគ្នាអាចធ្វើការ subscribe channel ខ្ញុំម្នាក់មួយដែរទៅដើម្បីជាកម្លាំងចិត្តឬក៏តាមដានសាច់រឿងនៃเกมរបស់យើងហ្នឹងហើយកុំឲ្យខាតពេលយូរយើងចូលទៅដល់សាច់เกมរបស់យើង anh mình khơi ông trong khơi anh mình trong khơi anh mình trong khơi សាច់រឿងក្នុងเกมមួយហ្នឹងគឺយើងជាអ្នកជិតខាងរបស់តាម្នាក់ដែលតែងតែចាប់ក្មេងមិនដឹងថាគាត់ចាប់យកទៅធ្វើអីដែរហើយយើងជាអ្នកជិតខាងចង់ចេះចង់ដឹងរឿងរបស់គាត់យើងក៏បានចូលទៅឆែកឆេរផ្ទះរបស់គាត់អីចឹងទៅផ្ដើមនៃសាច់រឿងយើងកំពុងតែឃើញក្មេងប្រុសម្នាក់កំពុងតែរត់យ៉ាងទៅហេបទៅហប់ទៅដល់ខ្យល់ប៊ីងាប់ ហើយចាំមើលវាតទៅមុខទៀតវាយ៉ាង តាមញៀនទី6ដែលខ្ញុំដឹងអ្នកគ្នាប្រហែលជាឆ្ងល់ថាអាកូននឹងវារត់ទៅអីក៏ពិតវារត់មកតាត់បាល់ទាត់នៅក្នុងភូមិហ្នឹងទាត់មួយជើងវិលមកខ្ញាល់ដឹងឯណាជួយដឹងណាស្ដាំបន្ទាប់ពីលីលើមកសន្ទុះខ្ញុំរត់ទៅយកបាល់អំឡុងពេលរត់ទៅយកបាល់ហ្នឹងឃើញមានការបិទប្រកាសថាបាត់ក្មេងនេះមើលតាមភិនភាគប្រហែលជាក្មេងស្រីម្នាក់ប្រុសម្នាក់ហើយនេះគឺជាផ្ទះតាចាប់ក្មេងហើយខាងមុខខ្ញុំនេះគឺជាផ្ទះរបស់ខ្ញុំជាអ្នកជិតខាងរបស់តាចាប់ក្មេងហើយតាចាប់ក្មេងហ្នឹងជាអ្នកជិតខាងរបស់ខ្ញុំបន្ទាប់មកខ្ញុំក៏បានធ្វើការឆែកឆេរក្នុងផ្ទះរបស់ខ្ញុំបើយើងនិយាយពីរឿងសាច់ហ្គេមវិញគឺគេមាន action មួយសូយើងថាតាជិតខាងរបស់យើងបានធ្វើការចាប់ក្មេងដាក់នៅក្នុងផ្ទះរបស់គាត់ហើយយើងមានបេសកកម្មទៅរុះរោឆែកឆេរអាត់កំបាំងនៅក្នុងផ្ទះរបស់គាត់ហ្នឹងហើយបន្ទាប់ពីខ្ញុំបានឆែកឆេរក្នុងបន្ទប់ខ្ញុំអត់ឃើញថាមានអីទេខ្ញុំក៏បានចោះទៅធ្វើបេសកកម្មជាអ្នកជិតខាងល្អគឺទៅរុះរោអាត់កំបាំងរបស់តាចាប់ក្មេងពេលរត់ក៏ឃើញ player មួយរត់មកយ៉ាងទៅហេបទៅហប់ទាំងក្តុកក្តួលអួលអាចថាតានឹងចង់ចាប់ស៊ីរុនគូទេចឹងទៅខ្ញុំក៏បានលួងលោមកុំឲ្យគាត់ភ័យក៏ខ្ញុំទៅពេញបេសកកម្មជាមួយឡើងទៅយកសជាន់ទី2នេះកម្មទៅដល់គេដាក់យើងឡើងបន្តនឹងឡើងរួចផងតានឹងដេញចាប់អាមួយនឹងក៏ឃើញនឹងខ្ញុំដេញចាប់ទាំងខ្ញុំញ៉ៃញ៉ៃពេញហ្នឹងឯងខ្ញុំក៏រត់ឌឺរត់លើរត់ឌឺគាត់ហ្នឹងលេងរត់ឌឺចលឡើងចាឌឺកាត់ចលោលិចចលោកាត់អញ្ចឹងលេងអាប៉ែហ្នឹងឌឺយើងវិញគឺធ្វើមុខស៊ីកម៉ាបយយើងឌឺយើងត្មងអាស្ទីលហ្នឹងអញប្រាប់អញវាយពី3នាក់ឯង តានឹងស៊ីកម៉ាបយឌឺយើងហើយក៏តដេញ player ផ្សេងយើងក៏រោបនឆ្លៀតអាកាសថានឹងចូលអាតានឹងឃើញទៀតយេអូនឹងរត់ទៅដល់ហើយនេះជាអាកាសមានអាកាសប្រាក់ហើយហ្នឹងឯងអូរត់ដេញចាប់នៅពេញវាលអូញ៉ៃហើយខណៈពេលនេះជាអាកាសរបស់យើងស្បុកចូលយកតែម្ដងទៅហ្នឹងហើយនឹងកំពុងតែដេញ player ផ្សេងទៀតអូគេឃើញfeel មួយមក1 2 3អូខេតោះមកយើងចូលទៅតាមពួកវិញនេះអ្នកគ្នាដើម្បីទីសោចូលតាមប្រឡងនេះមកហើយអសរលឿងហ្នឹងគឺយើងចាក់ទ្វារហ្នឹងហើយចាក់ចាញ់ហ្នឹងអ្នកគ្នាយើងចាក់ចាញ់អ្វីយើងត្រូវការនេះអសរឡានយើងចាញ់តែម្ដងឃើញយើងហើយរត់ណាមិនទេយ៉ាតើមកយើងយកអសរហ្នឹងទៅចាក់គូតឡានដើម្បីយកដៃឆក់បន្ទាប់ពីចាក់ក្តិតឡានយកដៃឆក់មកខ្ញុំក៏រត់ទៅខាងក្រោយដើម្បីយកទៅឆក់ដែកចេញពីក្នុងផ្ទះតាហ្នឹង
គេទូទៅគេយកកេះកលរួចដើម្បីឆក់ខ្ញុំឆក់ពីចង្ងាយយកតែម្ដងកុំឲ្យខាតពេលនេះបានហើយអ្នកគ្នាយើងឆក់យកដែកហ្នឹងតាមរន្ធប្រឡោះហ្នឹងតើអ្វីដែលយើងត្រូវការទៀតគឺសមូលខ្ចៅអ្នកគ្នានេះគឺសមូលខ្ចៅចេះដើម្បីបានអាហ្នឹងយើងយកអាដែកហ្នឹងទៅចាក់យកចាក់កន្ទៃសតាមនឹងមួយតើមកយើងយកអសនេះអសមូលខ្ចៅនេះហ្នឹងហើយតើពេលបានសមូលខ្ចៅហើយយើងយកទៅមូលអានេះដើម្បីឡើងទៅខាងលើជួយតើមកយើងលោតចូលក្នុងនេះទៅដើម្បីយកនេះអសពូលហមនេះនេះយើងប្រើរួចហើយយើងចោលទៅហ្នឹងហើយយើងយកតែសពើក្រហមហ្នឹងហើយតទៅបានសពើក្រហមហ្នឹងរួចហើយយើងចូលទៅផ្ទះតានឹងទៅតានឹងបាញ់ដល់យ៉ាឆ្លេបីដបងរាប់មួយឃើញអាការល្អខ្ញុំទៅរត់ស្បុកចូលក្នុងផ្ទះដើម្បីទៅរត់បន្ទប់ក្រោមដៃរបស់តានឹងយើងដល់ចាក់សពើក្រហមហ្នឹងចូលបន្ទប់ក្រោមដៃរបស់តានឹងហ្មងហើយខ្ញុំបើកទ្វារសាមើលទៅដូចផ្លូវទៅខាងសួរមានអត់ឃើញអត់ចាញ់ទៅតិចហ្មងពេលនេះទៅយើងក៏រត់ចូលទៅបន្ទប់ក្រោមដៃរបស់តានឹងយើងរើសពេលហើយទូហ្នឹងគឺយើងអាចបើកបានទាំងអស់គ្នាយើងធ្វើការបើកចូលទៅក្នុងមានបន្ទប់ទៀតមានទ្វារបើកចូលបន្ទប់ទៀតតោះមកយើងទៅលុះមួយអាពីរហ្នឹងយើងទៅលុះមួយណាក៏បានដែរបន្ទាប់មកអានេះគឺជាកងតាហ្នឹងយើងបាច់តន់ប៉ះវាទេយើងមកបើកអាហ្នឹងរត់ទៅរកផ្លូវច្រកចេញសិនយើងទៅតាមផ្លូវនេះផ្លូវមានទូទៅកកនេះមួយទៅបន្ទាប់មកខ្ញុំចេះតែធ្វើការរត់ជាបន្តអីចឹងទៅរត់ទៅរយច្រកចេញរត់ទៅក៏ដល់បន្ទប់មួយនេះបន្ទប់ហើយក៏ធ្វើការបើកកលីយន្តកលីយន្តចឹងមកទៅហើយអាហ្នឹងគឺជាច្រកចេញរបស់យើងត្រូវការបើកកលីយន្តហ្នឹងដើម្បីបើកទ្វារចេញប៉ុន្តែដោយសារម៉ាស៊ីនវាអត់ប្រឆេះអញ្ចឹងវាអាកលីយន្តហ្នឹងវាអត់ដំណើរការទេហើយយើងត្រូវតែមកប្រឆេះម៉ាស៊ីនហ្នឹងសិនម៉ាស៊ីននៅមុខយើងហ្នឹងហើយវាជាប់លបងទៀតយើងត្រូវរកវិធីបើកលបងហ្នឹងទៀតហើយវិធីបើកលបងហ្នឹងយើងទៅតាមអាខ្សែភ្លើងនៅនឹងដីហ្នឹងយើងចូលតាមនេះក៏បានដែរនេះយើងមើលតាមខ្សែភ្លើងដីហ្នឹងទៅតាមរហូតទៅដល់កន្លែងបើកកងតាក់នៃភ្លើងអាខ្សែភ្លើងហ្នឹងបើយើងអត់តាមអាខ្សែភ្លើងហ្នឹងទេវែងណានេះវាមានទ្វារ3 4អញ្ចឹង2 3អញ្ចឹងគ្នារត់តាមអាខ្សែភ្លើងហ្នឹងស្រួលជាងទៅមកយើងបើកហ្នឹងក្លឹបរួចយើងរត់ទៅវិញរត់តាមអាខ្សែភ្លើងហ្នឹងដែរហើយពេលដែលយើងរត់ទៅវិញរត់តាមអាខ្សែភ្លើងហ្នឹងវាអត់ញ៉ៃវាអត់វែងស្រួលក្នុងការលេងទេណាខ្សែភ្លើងដល់ទៅនេះចូលតាមអារម្មណ៍នេះមកហ្នឹងហើយតើមកនេះអាទ្វារហ្នឹងវាបើកហើយយើងទៅបញ្ឆេះម៉ាស៊ីនតែប៉ុណ្្នឹងគឺកលិះយន្តបើកទ្វាររបស់យើងគឺវាដំណើរការបើកទ្វារមកយើងចេញវាហើយវារបស់យើងចាប់តែប៉ុណ្្នឹងទេណាអាត្រង់នេះក៏ឲ្យយើងរត់អត់ផុតទេប៉ុន្តែក៏ឲ្យយើងរត់សាំមែនលេងរត់ទៅដល់ផ្លូវទៅឲ្យចាប់បានដែរហ្នឹងហើយអ្នកនេះចាំទស្សនានៅវគ្គ 2 ឬក៏ action 2 ជួបគ្នាវីដេអូក្រោយ